ជំរាបសួរសួស្តីពុកម៉ែបងប្អូនថ្ងៃនេះជាថ្ងៃល្អបងប្អូនថ្ងៃនេះមកមើលដូងម្ដងទៀតជាលើកទី2ទី3ហើយបងប្អូននឹងឃើញថាទេសភាពគឺស្អាតមែនទេនៅខាងស្រកស្រែដូងរបស់ខ្ញុំបាទគឺបានទទួលការលូតលាស់យ៉ាងស្រស់ស្រាយនិងស្រស់បំព្រងមែនទេដោយសារតែយើងខ្ញុំបងប្អូនសូមអធិស្ឋានដោយសារតែយើងខ្ញុំមានការដាក់ជីធម្មជាតិដូចជាជីលមួកសัตว์នឹងបងប្អូនអើយគឺជីលមួកសัตว์ជីអាចគូយើងហ្នឹងអាចគូអាចក្បីក៏បានបងប្អូនឲ្យតែបងប្អូនមានជីដាក់ទៅនឹងតែល្អហើយខៀវល្អបងប្អូនហើយខៀវល្អហើយខែនេះគឺជាខែរដូវវស្សាបងប្អូនគឺថាភ្លេងធ្លាក់ខ្លាំងបងប្អូនគឺថាទឹកគ្រប់គ្រិននៅតាមបន្លាយរបស់ខ្ញុំពេញបងប្អូនពោពេញទៅដោយទឹកហើយសម្បូរដូចជាភក់កង្កែបព្រៃកូនក្អាត់ឬក៏កង្កែបគប់អុយក៏មានដែរបងប្អូននៅកន្លែងដីស្រែរបស់ខ្ញុំគឺសម្បូរទៅដោយសត្វកង្កែបសត្វកណ្ដុរក៏មានដែរបងប្អូនកណ្ដុរជាពិសេសកណ្ដុរច្រើនបងប្អូនកណ្ដុរក៏មានដែរបងប្អូនរួនច្រើនតែខេបផ្សាចេះវាអាចថារត់ចេញទៅនៅតាមគូខ្ពស់ជាងនេះបងប្អូនដោយសារកន្លែងនេះគឺអាចថាលិចនៅរដូវវស្សាគឺទឹកលិចពេលដែលទឹកលិចទៅវាអត់ហ៊ាននៅទេបងប្អូនដូច្នេះខ្ញុំដូរមកខ្ញុំគឺរដូវវស្សាគឺខ្ញុំមានតែអារម្មណ៍ថាទុកចិត្តមិនបានទេបងប្អូនគឺទុកព្រួយបារម្ភខ្លាចទេទីចំនួនជួនលិចបងប្អូនតែក៏វាដូងគឺជារុក្ខជាតិមួយដ៏ស៊ូដែលស៊ូត្រឹមនឹងទឹកនឹងចំនួនក្តៅថ្ងៃគឺស៊ូមែនទេស៊ូឡើងរហូតមកដល់ពេលនេះគឺដើមដូងរបស់ខ្ញុំគឺអាយុកាលរបស់វាគឺចូល2ឆ្នាំហើយបងប្អូនគឺចូល2ឆ្នាំហើយតែអត់ធំទេបងប្អូនតែទោះបីតែយ៉ាងណាក៏សំខាន់គឺឲ្យតែវារស់គឺអស់ហើយអរគុណច្រើនដែលបានស៊ូត្រឹមនឹងការរស់បើសិនថាវាបានរស់គឺខ្ញុំក៏អរដែរបើថាវាងឹបក៏ខ្ញុំក៏មិនជាបញ្ហាខ្ញុំក៏នឹងដាំបន្តបងប្អូនទោះបីតែវាងឹបមួយដើមខ្ញុំក៏ដាំមួយដើមបើអាដើមណារស់ខ្ញុំក៏យកអាណាមិនរស់ខ្ញុំក៏ងឹបចោលរស់យកណាបងប្អូនឯងបើដើមនេះក៏ធំក៏សមដែរបងប្អូនធៀងស្លឹកលើគឺល្អគួរសមដូច្នេះរដូវវស្សានេះបងប្អូនអើយពិបាកណាស់បងពិបាកទី1គឺពិបាកទឹកចំនួនបងប្អូនទឹកជួនមកគឺលិចផ្លឹបព្រោះកន្លែងនេះគឺដីស្រែរបស់ខ្ញុំប្រៀបដូចជាដីឆ្នាំងកាទៀសហ្មងដីឆ្នាំងកាទៀសតែទឹកមកគឺផ្លឹបឥឡូវនេះខ្ញុំតែភ្លេងធម្មតាភ្លេង2មេ3មេទៅវាទឹកវាពេញប្រាយពេញបន្លាយពេញអុយអស់ហើយវារងជប់មិនតិចហើយបងប្អូនឲ្យសូមអធិស្ឋាននេះដោយសារតែខានយាយយូរខានបកស្រាយយូរខានជាអធិប្បាយយូរទៅក៏មើលទៀកជប់នេះបងប្អូនដូងរបស់ខ្ញុំគឺធំនេះបន្លាយរបស់ខ្ញុំគឺទឹកពេញបបោគឺថាគ្រប់គ្រាន់អាចថាឬដូងវាអាចថាលូតទៅវាដល់ឲ្យថាជក់បឺតជក់ទឹកនៅក្នុងបន្លាយរបស់ខ្ញុំមកបឺតចិញ្ចឹមស្លឹកធៀងរបស់វាបានដោយសារតែទឹកវាជីតហើយវាកើបហើយទឹកវាច្រើនក្នុងរដូវវស្សានេះគឺថាមកយើងមិនបាច់ស្រោចទឹកបាច់អីទេវាអាយុកាលរបស់វានេះគឺវាទទួលឫសរបស់វាវែងជ្រៅក៏សមដែរអាចទទួលយកបឺតចិញ្ចក់ទឹកនិងជីវជាតិផ្សេងនៅជុំវិញដើមរបស់វានឹងទទួលមកចិញ្ចឹមសរីរាង្គនិងស្លឹកធៀងដើមរបស់វាឲ្យបានធំមួននឹងទប់នឹងការជួនលិចរបស់ខែនៅរដូវវស្សាបងប្អូនដូច្នេះគឺថាដូងរបស់ខ្ញុំគឺជាតែខ្ញុំមិនទាន់បានដាក់អីជាតិគីមីអីទេតែខ្ញុំដាក់តែជាតិដូចជាអាចគូអាចក្បីឬក៏តែខ្ញុំអត់មានអាចក្បីទេបងប្អូនអើយខ្ញុំមានតែអាចគូខ្ញុំក៏ដាក់តែអាចគូមួយមុខគាត់បងប្អូនក៏យើងដាក់តែអាចគូណែអាចគូយើងផ្សំជាមួយនឹងដីលាយចូលគ្នាទៅយើងដាក់វាទៅវែកឲ្យស្មើទៅបងប្អូនគឺនិយាយថាដូងរបស់លោកអ្នកខៀវល្អបងប្អូនតែដូងរបស់ខ្ញុំគឺដូចថាយើងមិនបានដាក់ទីទៀតពេលវេលាណាគាត់ថាដូងអ្នកផ្សេងអាចថាបងប្អូនអាចថាដាក់ទីទៀតពេលវេលាទៅឲ្យវាធំលូតលាស់ល្អទៅតាមស្ថានភាពដីបងប្អូនស្ថានភាពដីបងប្អូនធូរដីវាខុសគ្នាណាបងប្អូនដីរបស់ខ្ញុំគឺដីអិតបងប្អូនដីបងប្អូនអាចថាដីខ្សាច់លាយដីខ្មៅទៅវាអាចថាល្អលឿនទៅបងប្អូនក៏ងាយស្រួលក្នុងការថែទាំនិងការដាក់ជីបងប្អូនបាច់ដាក់ជីច្រើនក៏ល្អដែរតែសម្រាប់ដីរបស់ខ្ញុំគឺដីស្រែសិតសាតគឺដីអិតយើងក៏កាយចេញមកពីបាតស្រះដើម្បីយកមកដាំតែពេលយើងដាំទៅដីវាតឹងបាតស្រះដូចនេះស្រាប់ហើយបងប្អូនដីអិតគឺដីវាតឹងពេលដីតឹងទៅគឺថាវាពិបាកក្នុងការចាក់ឫសនិងដុតឫសចេញទៅក្រៅនិងខំព្យាយាមខ្លាំងមែនទេដើមដូងគឺស៊ូណាស់បងប្អូនស៊ូនឹងការលូតលាស់នឹងការលូតលាស់របស់វាគឺប្រឹងដូចថាឬគឺខំចាក់ប្រឹងមែនទេដើម្បីស្ទុះស្ទាដើម្បីទប់ស្កាត់នឹងឈ្នះឧបសគ្គដូចថាដីតឹងដីធូរប៉ុណ្ណាក៏ដោយបងប្អូនគឺវាស៊ូមែនដំដងទឹកលិចទឹកជន់ប្រហែលឆ្នាំមុនគឺលិចបងប្អូនដាក់ភ្លឹបតែឆ្នាំនេះគឺថាអត់ទៅនៅឡើយអត់ទៅលិចទេបងប្អូនព្រោះទឹកកំពុងតែសឹមមកហើយតែវាអត់ទៅខ្លាំងបងប្អូនក៏មានតែថាវា
มนซมเปียกันดาละเวียลบางคนคืออาจจะดอลธนาลิเต้คือทาวีปั๊มนะบางคนเลยใช่ว่าแสดงบางปูนอาจจะดูบางปูนโดยถัดดำตามเสียงกาดูงอยตู้để khi ông biến cái đam đầu khang về xeตู้đang bảo tôi bảo rongตีมวยคือเรื่องตีจำนวนมันตีปี